បងណាបើចង់បើកស៊ីប៉ុន្តែខ្លាចខាតទៅអត់ឥឡូវបើចង់មកឲ្យបងខាតបងបើកស៊ីអត់ឥឡូវនេះបងចានេះគេហៅថាកញ្ចប់ដែលរកស៊ីមិនចេះកប់ស្តុកមិនចេះខាតបងណាចាសម្រាប់បងដែលគាត់យកឲ្យបានទៅធម្មតាទេខ្លាចកប់ស្តុកខ្លាចខាតណាបងជាពិសេសគឺអ្នកផ្ទះស្ដីបន្ទោសតាមដងឥឡូវខ្ញុំមកឲ្យបងចាពិបាកចិត្តនឹងរឿងលក់មិនចេះពិបាកចិត្តនឹងរឿងកប់ស្តុកឲ្យបងមកយកកញ្ចប់ដែលរកស៊ីមិនចេះកប់ស្តុកមិនចេះខាតជាមួយខ្ញុំតាក់ទៅស្ដាប់ដល់នេះថាចំណេញអីខ្លះចឹងបងប្អូនគ្នាចានេះបងខ្ញុំកំពុងតែរៀបកញ្ចប់ដែលរកស៊ីមិនចេះខាតនេះជូនបងប្អូនគ្នាបងចាកញ្ចប់នេះដែរចំណេញខ្លាំងមែនតើបងហើយមិននិយាយតែមកនេះបងគឺយើងមានកុំក្រាស់ច្បាស់លាស់ជាក្រុមហ៊ុនជូនបងតែម្ដងចាមានទំនិញរាប់ម៉ឺនមុខបងសម្រាប់តាក់ទៅស្ដាប់ដល់នេះថាមានចំណេញអីខ្លះបងប្អូនគ្នាបងណាចំណេញទី1របស់បងដែលគាត់យកឲ្យបានទៅអញ្ចឹងបងណាចាបើសិនជាលក់មិនដាច់លក់មិនបានទេបងប្អូនគ្នាអាចយកទំនិញនោះមកដូរជាលុយវិញក៏បានដូរយកឲ្យបានថ្មីៗនៅក្នុងស្តុករបស់យើងវិញក៏បានតែបងសម្រាប់ដល់គ្នាចាចំណេញមួយទៀតបងសម្រាប់បងដែលគាត់យកទៅបើសិនជាមានការបែកបាក់តាមណាសួរថាក្រុមហ៊ុនដឹកជញ្ជូនណាគេចេញសងជូនបងឲ្យអត់មានទេបងប៉ុន្តែខ្ញុំចេញចាសងជូនបង100%ហ្នឹងបងណាចាចំណេញមួយទៀតបងរាល់បងដែលគាត់យកឲ្យបានទៅគឺមានការបញ្ចុះតម្លៃបញ្ចុះយ៉ាងម៉េចបងឧទាហរណ៍ថាឲ្យបានទូទៅខ្ញុំលក់មកលោក$10ប៉ុន្តែបើបងយកកញ្ចប់ហ្នឹងចុះជូនបងចាំ$1ណាបងណាចាអញ្ចឹងសល់ត្រឹមតែ$9ជូនបងតែប៉ុណ្ណោះណាបងណាចំណេញមួយទៀតបងពេលដែលបងយកឲ្យបានទៅថ្មីៗអញ្ចឹងគឺយើង free 25លីត្រនេះថាក្រុមជូនបងយកឲ្យបានក្រោយៗបានបងចេញសេវាដោយខ្លួនឯងណាបងណាចាមានទំនិញក្នុងមុខហើយបងអាចចង់ដឹងព័ត៌មានរបស់បងប្អូនគ្នាអាចឆាតមកសួរព័ត៌មានឬក៏អាចមកដល់ទីតាំងមើលទំនិញដោយខ្លួនឯងបានណាបងណាចាគឺមានរាប់ម៉ឺនមកឲ្យបងរើសតាមអញ្ចឹងបងបើចាប់អារម្មណ៍អាចឆាតមកបានទាំងអស់គ្នាណាបងណាចាអរគុណ